សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះដែរគឺយើងនិយាយអំពីឡានអគ្គិសនីទៀតហើយគ្រាន់តែថាលើកនេះគឺនិយាយអំពី Toyota ដែល Toyota បានបញ្ចេញនៅ Toyota BZ3X ដែលជាតកូលកូនពៅរបស់ Toyota BZ3 ហើយជាមួយនឹង BZ4X ដែលឡាននេះដែរគឺចាប់ដៃគ្នាសហការជាមួយនឹងក្រុមហ៊ុន GAC ដែលផលិតឡើងនៅប្រទេសចិននៅឯទីក្រុងកងជូហើយ platform ឡាននេះដែរគឺ base ទៅលើ GAC Ion 5ឡាននេះដែរគឺជាប្រភេទ crossover SUV ដែលវាមានកម្លាំង150 kW ឬមួយក៏165 kW ហើយល្បឿនអតិបរមារបស់វាដែរគឺមាន160 km ក្នុង1ម៉ោងហើយអគុយរបស់វាដែរគឺជាប្រភេទអគុយ LFP ដែលផលិតដោយក្រុមហ៊ុន BYD ហើយវាមានទំហំអគុយចែកចេញជា3គឺទី1 50 kW ម៉ោងសាកមួយពេញជិះបាន430 km ប្រភេទទី2គឺទំហំ 58.4 kW ម៉ោងជិះបាន520 km និងប្រភេទទី3 67.9 kW ម៉ោងសាកមួយពេញជិះបាន610 km អញ្ចឹងងាកមកមើលការរចនារបស់ឡាននេះវិញគឺរចនាបែបអនាគតស៊ីវិល័យមែនទែនដែលចង្គៀងរបស់វារាងជាអក្សរ C ហើយ slim ជាមួយនឹងដៃទ្វារបង្កប់នៅខាងក្នុងហើយផ្នែកខាងក្នុងវិញគឺបែប minimalism មែនទែនការបញ្ជាទាំងអស់គឺនៅលើអេក្រង់ 14.6 អ៊ីងនឹងតែម្ដងដែលវាជា touch screen ហើយចំពោះ speaker វិញគឺមានរហូតដល់11គ្រាប់ដែលជា Yamaha speaker ចំណែកឯ key feature ជាមួយនឹង option របស់ឡាននេះវិញក៏ទំនើបខ្លាំងណាស់ដែរវាមាន sensor ចំនួន27គ្រាប់ដើម្បីជំនួយទៅដល់បច្ចេកវិទ្យា Advanced Driver Assistance System ដែលហៅកាត់ថា ADAS ដែលជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Moneta ជា Toyota Autopilot Standard Trim Level ដែលវារួមមានជាមួយនឹងប្រព័ន្ធសុវត្ថិភាពដូចជា Pre-collision System ប្រព័ន្ធឲ្យសញ្ញាឧបសគ្គនិងចាប់ហ្វ្រាំងអូតូ Blind Spot Monitoring ប្រព័ន្ធសញ្ញាថាមានយានយន្តនៅក្បែរដែលយើងមើលមិនឃើញ Lane Departure Warning Lane Change Assist Automatic Emergency Braking Forward and Rear Collision Warning DOW Door Opening Warning Traffic Light Assist Navigation on Autopilot NOA វាប្រើនៅ sensor lidar សម្រាប់ចាប់នៅបរិស្ថានជុំវិញរបស់រថយន្តយើងដើម្បីជំនួយទៅដល់ការបើកបរដោយស្វ័យប្រវត្តិ Remote Parking បញ្ជាឡានឲ្យចូលចតដោយស្វ័យប្រវត្តិមិនចាំបាច់នៅក្នុងរថយន្តដោយគ្រាន់តែប្រើនៅ smartphone ជាមួយនឹង smart key របស់យើងវាមាននៅ digital key OTA គឺជាប្រព័ន្ធ update software នៅពេលដែលខាងក្រុមហ៊ុនតម្លាក់នៅ software ថ្មីរបស់ឡានយើង Rain Sensing Wiper ប្រព័ន្ធបិទបើកផ្លិតទឹកអូតូដោយស្វ័យប្រវត្តិនៅពេលដែលមានភ្លៀងធ្លាក់ Electrically Adjustable Side Mirror ប្រព័ន្ធបញ្ជាកញ្ចក់ឆ្វេងស្ដាំមានពងសុវត្ថិភាពចំនួន7គ្រាប់កាមេរ៉ា360 degree មានប្រព័ន្ធបែងចែក zoom ម៉ាស៊ីនត្រជាក់ផ្សេងគ្នាដាច់ដោយឡែកនិងមានភ្លើង ambient នៅក្នុងរថយន្តដែលយើងអាចផ្លាស់ប្ដូរពណ៌បានរហូតដល់32ពណ៌អញ្ចឹងសរុបមកវិញចំពោះ option ហើយជាមួយនឹង key feature ជាមួយនឹងប្រព័ន្ធសុវត្ថិភាពប្រព័ន្ធនេះគឺឡានហ្នឹងមានតម្លៃត្រឹមតែ 30,000 ជាងតែប៉ុណ្ណោះដែលវាតម្លៃផាកផាយជាមួយនឹង Mazda EZ6 ដែរគ្រាន់តែថានេះគឺជាប្រភេទ SUV ដែលយើងអាចជិះទៅលើផ្លូវដែលកលុកហើយមានឧបសគ្គច្រើនអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេ See you next time Peace out